Bàនេះគឺជាដើមក្រូចសើចដែលយើងបណ្ដុះចេញពីគ្រាប់បាទរយៈពេលគឺចូលជិត1ឆ្នាំហើយបាទពីគ្រាប់មកណាហើយឃើញថាវាល្អបែបនេះគឺខ្ញុំបានប្រើប្រាស់ជីលីមួកមន់បាទលីមួកមន់ខ្ញុំដាក់មកចាប់ណារួចកប់ដីអញ្ចឹងទៅបាទក្នុងមួយសប្តាហ៍យើងដាក់ម្ដងបាទមួយសប្តាហ៍ដាក់តែម្ដងតែឥឡូវនេះគឺខានចូលចិត្ត1ខែហើយខ្ញុំអត់ទាន់ដាក់ទៀតទេបាទអញ្ចឹងរយៈពេលចិត្ត1ឆ្នាំហ្នឹងខ្ញុំមួយសប្តាហ៍ខ្ញុំដាក់ម្ដងជួនកាលចន្លោះ1ខែអញ្ចឹងណាបាទទៅតាមស្ថានភាពបើសិនជាទូទៅដែលយើងដាក់ជីលមួកមន់ហ្នឹងគឺ1ខែដាក់ម្ដងទៅបាទមកក្តាប់ទៅបាទអាហ្នឹងស្រេចអាស្រ័យរឿងនេះណាបាទមកឃើញខៀវចេះហើយយើងមិនទាន់ដាក់ទៀតទេបាទវាពងមានស្រេចហើយករណីបើសិនជាវាក្រហមបាទវាក្រហមវាស្ទើរជីបាទយើងចាំបាច់ត្រូវដាក់1ខែឬក៏2ខែដាក់ម្ដងអញ្ចឹងទៅគឺជាការល្អអញ្ចឹងការដាំនៅក្នុងផើងបែបនេះពុកម៉ែបងប្អូនអាចដាំបានវាស្រួលគ្រប់គ្រងបងប្អូនបាទវាស្រួលគ្រប់គ្រងមែនទែនការដាក់ជីការស្រោចទឹកហើយកន្លែងស្បេះដីយើងអាចលើកទៅដាក់កន្លែងនេះក៏បានទៅនោះក៏បានណាប៉ុន្តែអានេះខ្ញុំធ្វើវីដេអូនេះដាំនៅក្នុងផើងនេះគឺខ្ញុំធ្វើតម្រូវពុកម៉ែបងប្អូនដែលក៏រស់នៅទីប្រជុំជនដែលក៏រស់នៅផ្ទះល្វែងឬក៏មានស្បេះដីខាងមុខតូចយើងអាចដាំបាទក្រូចសើចដល់យើងយកស្លឹកវាទៅស្លបានហើយសួរភាគច្រើនពុកម៉ែបងប្អូនតែងតែសួរថាចុះបើសិនជាយើងចង់ឲ្យវាផ្លែនៅក្នុងហ្នឹងតើបានអត់បាទបានបាទប៉ុន្តែមិនមែនដាំពីគ្រាប់ទេពុកម៉ែបងប្អូនបាទគឺយើងផ្សាំយកមកដាំឬក៏សាកមេយកមកដាំណាបាទអញ្ចឹងជំហានដំបូងនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនបន្តិចតកតងជាមួយនឹងការបាទដាំដើម្បីថែវាល្អអញ្ចឹងទី1ដីពុកម៉ែបងប្អូនបាទដីយើងត្រូវយកដីដែលកន្លែងដុតសម្រាមបាទឬក៏ដីស្រែស្រទាប់លើបាទយើងកោសយកលើមកស្រោចទឹកបំបែកមកហើយលាយជាមួយសរកៃដូងលីមួកគោបាទលីមួកគោអញ្ចឹងទៅហៅថាលីមួកគោមួយឡាំងពេត្រូបាទមួយកធុងនេះណាហើយដីយើងដាក់2ទៅហើយសរកៃដូងឬក៏គេហៅកាមណាបាទកាមមកកន្លះនេះក៏បានឬក៏មួយធុងដូចគ្នាក៏បានដែរបាទស្មើនឹងលីមួកគោអញ្ចឹងទៅលាយបញ្ចូលគ្នាបាទលាយបញ្ចូលគ្នាហើយបន្តមកទៀតពុកម៉ែបងប្អូនដាក់ចូលក្នុងផើងយើងលាយប៉ុណ្ណឹងប្រហែលជាបាន3ផើងនេះណាបាទអញ្ចឹងយើងលាយបាន3ផើងអញ្ចឹងមកបន្តមកទៀតពុកម៉ែបងប្អូនស្រោចទឹកដាក់50ថ្ងៃរយៈពេល3ថ្ងៃទៅ1សប្តាហ៍ដើម្បីឲ្យដីហ្នឹងវាប្រស៊ាំលក្ខណៈកៅអតិសង្ឃុំអប្រាណនៅក្នុងហ្នឹងគឺវាក្រាបទៅក្រោមឬក៏វាអស់អាជីជាតិហ្នឹងហើយយើងទៅបាច់ស្រោចទឹកបងប្អូនបាទយើងច្រកទុកចោល50ថ្ងៃហ្នឹងរយៈពេល3ទៅ1អាទិត្យហ្នឹងគឺយើងស្រោចទឹកជារៀងរាល់ថ្ងៃរហូតដល់វាដុះស្មៅគឺរយៈពេលហ្នឹងគឺអាចដុះស្មៅហើយបាទអញ្ចឹងនៅពេលដែលយើងដុះស្មៅយើងអាចយកដើមបាទដើមដែលផ្សាំក៏បានយើងក៏គ្រាប់ពូជដែលយើងបដោះចេញជាដើមហើយយកមកដាំទៅគឺល្អ 100% សួរថារយៈពេលក្រោយមកទៀតយើងដាំបែបហ្នឹងហើយបាទហើយយើងត្រូវការប្រើប្រាស់ជីនៅពេលណាបាទគឺដីដែលយើងបានលាយជាមួយលមួកគោរួចហើយមិនអញ្ចឹងមួយឡាំងពេត្រូរួចហើយវាច្រើនណាស់ហើយអញ្ចឹងរយៈពេលក្នុងរយៈពេល1ឆ្នាំហ្នឹងមិនចាំបាច់ប្រើប្រាស់បាទជីបន្ថែមទេដូចជាលមួកមន់ឬក៏លមួកគោបន្ថែមទេចាំក្រោយពីរយៈពេល12ខែឬក៏10ខែហ្នឹងចាំយើងមើលស្ថានភាពបើសិនជាយើងនៅល្អបែបនេះទេយើងមិនបាច់ចាំថែមទៀតទេបាទចាំក្រោយមកទៀតគឺក្រោយរយៈពេល12ខែឬក៏10ខែហ្នឹងគឺយើងយកលីមួកមន់មកក្តាប់យើងប្រើក្នុងរយៈពេល1ខែម្ដងបានហើយបាទម្ដងបានហើយហ្នឹងហើយអាហ្នឹងយើងដាំសម្រាប់ផ្គត់ផ្គង់លក្ខណៈគ្រួសារណាបាទហើយសួរចំពោះចុះធ្វើម៉េចការពារពីតកៅស៊ីបានបាទតកៅស៊ីបានដោយសារតែបាទជាទូទៅគឺវាតកៅស៊ីហើយប៉ុន្តែពុកម៉ែបងប្អូននៅពេលដែលឃើញតកៅជាលក្ខណៈធម្មជាតិគឺពុកម៉ែបងប្អូនឃើញវាបាទញិចហ្នឹងទៅបាទញិចវាណាបាទសម្រាប់វានៅដើមហ្នឹងទៅបាទចាប់វាចេញហើយតកៅស៊ីស្លឹកក្រូចគឺនៅពេលយប់បាទពុកម៉ែបងប្អូនបាទយប់គឺវាចេញដំណើរមកស៊ីហើយអញ្ចឹងនៅពេលយប់ហ្នឹងគឺពុកម៉ែបងប្អូនមានពេលហើយសម្រាប់ធ្វើម៉ោង6ម៉ោង7ម៉ោង8ហ្នឹងចាំទៅមើលទៅឃើញវាឡើងមកស៊ីហើយប៉ុន្តែស្លឹកក្រូចនេះគឺខ្ញុំអត់មានធ្វើអីទាំងអស់បាទគឺវាអត់មានអីស៊ីទេដោយសារតែឡាំងយើងហ្នឹងគឺដាក់ផុតបាទផុតអញ្ចឹងទ្រាំទៅវាមកដល់លើនេះគឺវាត្រូវការឆ្លងដំណាក់កាលច្រើនបាទវាអត់មានលោតមកទុំឬហោះមកទុំបានទេវាត្រូវវាពីក្រោមអញ្ចឹងវាជាគុណសម្បត្តិក្នុងការការពារតកៅផងដែរនៅពេលដែលយើងប្រើឡាំងអញ្ចឹង
ហើយបើសិនជាមានប្រេងបាទប្រេងម៉ូតូយើងអាចលាបជុំវិញគឺធុងខាងក្រៅចេះទៅគឺតកៅអត់អាចចូលមកក្នុងនេះបានទេអាហ្នឹងវិធីការពារលក្ខណៈធម្មជាតិដែលយើងដាំក្នុងផើងគឺល្អបលេខ1គឺធ្វើបែបហ្នឹងខ្ញុំធ្វើតែបែបហ្នឹងឯងដែលអត់មានអីត្រូវស៊ីស្លឹកក្រូចឆ្មាយើងបានទេប៉ុន្តែពុកម៉ែបងប្អូនចាំបាច់ត្រូវមើលដែរណាជួនកាលវាប៉ើងមកពីណាវាទុំលើហ្នឹងឬក៏វាចោះតាមប្រឡោះនេះដូចប្រឡោះខាងក្រោមនេះគឺវាអាចចូលតាមនឹងបានអញ្ចឹងណាបាទយើងតាមដានមើលសារតាមដានមើលទៅគឺបើសិនអត់មានទេគឺអូខេហើយបាទអញ្ចឹងស្លឹកក្រូចសើចយើងគឺនៅល្អអញ្ចឹងហើយមានខ្លះគឺវាដាច់រិចរិលដែរគឺសត្វល្អិតផ្សេងខុសពីតកៅណាបាទអញ្ចឹងខ្ញុំចូលដល់ពុកម៉ែបងប្អូនគាត់សួរថាចុះបើចង់ឲ្យវាផ្លែនៅក្នុងផើងហ្មងគឺយើងធ្វើបែបម៉េចបាទនេះខ្ញុំមានដើមមួយទៀតបាទដើមនេះគឺយើងបានផ្សាំបាទយើងបានផ្សាំយកមកដាំមើលចេះបែបនេះមើលស្រួលជាងនេះខ្ញុំបានផ្សាំយកមកដាំគឺពីដើមធំប៉ុន្តែអាដើមដែលធំហ្នឹងគឺវាអត់ទាន់ចេញផ្លែផ្កាទេដែលខ្ញុំផ្សាំមកណាបាទគឺលក្ខណៈនៅដើមធំតែប៉ុន្តែវាអត់ទាន់មានផ្លែផលមានផ្លែផ្កាទេអញ្ចឹងបើសិនពុកម៉ែបងប្អូនចង់បានផ្លែផ្កាលុះត្រាតែពុកម៉ែបងប្អូនផ្សាំពីដើមដែលមានបាទផ្សាំដើមដែលមានផ្លែស្រាច់បាទផ្សាំហើយបាទយើងយកមកដាំក្នុងផើងហ្នឹងទៅរយៈពេលត្រឹម6ខែទៅ10ខែហ្នឹងគឺឃើញផ្លែផ្កាវាចេញមកហើយបាទអាហ្នឹងគឺជាក្បួននៃការធ្វើឲ្យឆាប់បានផលគឺគេធ្វើការសាកមេឃឬក៏ផ្សាំមេឃហ្នឹងយកមកដាំអញ្ចឹងទៅគឺបានផលហើយចំពោះការប្រើប្រាស់ជីបាទជីគឺយើងប្រើលាមកមាន់គឺល្អបំផុតណាប៉ុន្តែនៅមានលាមកមួយទៀតបាទលាមកបជាវហ្នឹងជួនកាលពុកបងប្អូនដាក់ច្រើនពេកលើសងាប់ដើមវិញបាទអញ្ចឹងយល់ល្អប្រើលាមកមាន់ទៅគឺល្អលេខ1ឯបាទហើយរបៀបដាក់គឺយើងកាយដីបាទកាយដីផ្នែកខាងនេះមកជាហៀងខាងនោះមកជាហៀងទៅបើយើងដាំក្នុងផើងហើយបើដាំលើដីយើងត្រូវកាប់ដីជុំវិញអញ្ចឹងណាបាទជុំវិញទៅហើយយើងរយដាក់ម្ដង1គីឡូអាចមាន់ណាបាទឬក៏កន្លះគីឡូដាក់នៅក្នុងផើងនេះដាក់តែកន្លះគីឡូបានហើយបាទកន្លះគីឡូហ្នឹងម្ដងបើសិនដាំក្នុងដីយើងអាចប្រើច្រើនបានបាទអាច1គីឡូកន្លះអញ្ចឹងទៅក្នុងម្ដងហើយក្រោយដាក់ហើយចាំរយៈពេល1ខែទៅ2ខែក្រោយចាំយើងដាក់ម្ដងទៀតអាហ្នឹងជាទូទៅយើងដាក់អញ្ចឹងណាបាទអញ្ចឹងនេះឃើញទេខ្ញុំអត់បានទាន់ដាក់លាមកមាន់ចូលទៀតទេប៉ុន្តែវាត្រូវទឹកត្រូវអីគឺលូតលាស់អញ្ចឹងបាទហើយចំពោះការស្រោចទឹកផ្លេចប្រាប់បាទចំពោះការស្រោចទឹកបើសិនជាយើងដាំនៅក្នុងផើងអញ្ចឹងណាបងប្អូនហើយយើងមើលដីបើសិនណាដីស្ថានភាពដីយើងលក្ខណៈមួយសោះយើងត្រូវស្រោចមួយថ្ងៃម្ដងតែបើសិនអត់សោះទេយើងស្រោចមួយថ្ងៃទៅ2ថ្ងៃស្រោចម្ដងទៅបានហើយបាទអញ្ចឹងសង្ឃឹមថាវីដេអូនេះគឺមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ដាំក្រូចសើចនៅក្នុងផើងឲ្យបានផលទាំងស្លឹកទាំងផ្លែគឺយើងត្រូវធ្វើបែបនេះបើយើងចង់បានស្លឹកយូររស់យូរអង្វែងគឺយើងដាំពីក្របមកបាទដាំបែបនេះមកបើវាប្រើពេលយូរបន្តិចទេប៉ុន្តែវារស់បានយូរហើយចំពោះយើងចង់បានផ្លែភ្លាមស្លឹកភ្លាមយើងត្រូវសាកមេឃឬក៏ផ្សាំមេឃយកមកដាំនៅក្នុងផើងដូចគ្នាក៏ប៉ុន្តែចំពោះអាយុកាលវាគឺអាស្រ័យទៅលើការថែទាំប៉ុន្តែជាទូទៅគឺរស់បានប្រហែលជា5ទៅ6ឆ្នាំគឺវាចាប់ដើមចាស់ដើមទៅគឺវាអាចងាប់ប៉ុន្តែវាមិនមែនចឹងទូទៅណាបងប្អូនបាទដើមខ្លះក៏វាដុះរស់នៅបានយូរបាទឡើង20ឆ្នាំបាទអាហ្នឹងវាអាស្រ័យទៅលើការថែទាំផងយើងដែរណាបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំគឺមានប៉ុណ្្នឹងឯងបងប្អូនហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍ដល់បងប្អូនដែលគាត់ចូលចិត្តស្រឡាញ់វិស័យកសិកម្មគាត់អាចមើលហើយគាត់អាចធ្វើបានបាទអរគុណជម្រាបលា